គ្រូបង្វឹកបានមើលទៅអាស្ទ័រទាំងភ្ញាក់ផ្អើលអ្នកដទៃទៀតបានមើលទៅអាស្ទ័ររបស់យើងដូចជាគាត់ដែរនៅពេលពួកគេឃើញការប្រយុទ្ធរបស់អាស្ទ័ររួចនៅពេលនេះអាស្ទ័ររបស់យើងក៏នៅតែបន្តវាយទៀតដែរគាត់ដូចជាសប្បាយចិត្តក្នុងការវាយមែនទែនពេលដូឃើញដូច្នេះនឹងបានក៏ក្នុងចិត្តថានោះជាក្របបែកម៉ាណាមែនទេតើគេបានបំរួមវាប្រមាណដងទៅហើយបើមើលទៅតាមកម្លាំងប៉ះទង្គិចនោះមិនអាចទេបានថាវាត្រូវឆ្លងកាត់ការបំរួមធម្មពលដល់ទៅ4ឬ5ដងទើបអាចធ្វើឲ្យក្របបែកម៉ាណាឡើងដល់កម្រិតនឹងបានកាលពីពេលនោះប្រសិនបើក្របបែកម៉ាណានោះមិនហោះខុសគោលដៅទេនោះខ្ញុំប្រហែលជាវាក៏បានកាន់មកដល់ពេលបច្ចុប្បន្នវិញដែលមាននៅពេលដែលឃើញអាស្ទ័ររបស់យើងវាយគេដូចជាសប្បាយចិត្តដូច្នេះគាត់ដូចជាចង់ចូលទៅដើម្បីលេងជាមួយដែរគាត់បានស្រែកឡើងថាដល់ពេលព្យាបាលហើយគាត់បាននិយាយពាក្យនេះម្ដងហើយម្ដងទៀតចំណែកឯហ្វេដូបានគិតបន្តទៀតថាគេពិតជាមានដងក្នុងការគ្រប់គ្រងម៉ាណាមែនហើយគេថែមទាំងមានដងប្រយុទ្ធពីកំណើតយ៉ាងអស្ចារ្យទៀតផងហើយឃើញដែលមានរបស់យើងបានបញ្ចេញធម្មពលដូចជាចង់ចូលទៅព្យាបាលពួកគេពេលនោះដូចជាមាននរណាគេបានហៅហ្វេដូលឺដូច្នេះហើយមានអារម្មណ៍ថាដូចជាគាត់ដឹងថានរណាគឺជាអ្នកហៅគាត់ក៏បានងាកទៅរកសំឡេងនោះអ្នកដែលហៅនោះគឺជាម៉ាក់របស់ដេមៀនគ្រូបង្វឹកនៅពេលដែលឃើញម៉ាក់ដេមៀនមកក៏បាននិយាយឡើងថាអ្នកស្រីបានមកដល់ហើយគាត់និយាយទៅកាន់ឡាន់ស៊ីថាឡាន់ស៊ីមេតាជួយពួកយើងផងម៉ាក់របស់ដេមៀនក៏បានសួរទៅហ្វេដូតើមានរឿងអ្វីកើតឡើងឲ្យប្រកាសទៅហ្វេដូក៏បានឆ្លើយតបអ្នកស្រីពួកយើងគ្រាន់តែធ្វើការសាកល្បងទូចមួយទេការសាកល្បងអីគេទៅរួចគាត់ក៏បានសម្លឹងទៅមើលទីលានប្រយុទ្ធតើនេះមែនទេដែលហៅថាការសាកល្បងនោះគាត់ក៏បានងាកឃើញដេមៀនរបស់យើងបានបញ្ចេញធម្មពលផងដែរក៏បានស្រែកហៅដេមៀនម៉ាក់របស់ដេមៀនក៏បាននិយាយឡើងឲ្យពួកអ្នកហាត់ការត្រឡប់ទៅវិញទៅពេលដូលឺដូច្នេះហើយក៏បានអោនក្បាលទទួលបញ្ជាម៉ាក់របស់ដេមៀនបាននិយាយទៅកាន់ដេមៀនថាចំណែកឯងវិញដេមៀនត្រឡប់ទៅបន្ទប់របស់ឯងវិញទៅអាស្ទ័រឯងក៏អាចត្រឡប់ទៅបន្ទប់របស់ឯងសិនបានគ្រូបង្វឹករ៉ាំហ្វែលគ្រូបង្វឹកឮដូច្នេះហើយក៏បានអោនក្បាលនិងបាននិយាយថាបាទអ្នកស្រីខ្ញុំបានធ្វើអស់ពីសមត្ថភាពហើយប៉ុន្តែគាត់និយាយមិនទាន់ចប់ផងម៉ាក់របស់ដេមៀនក៏បាននិយាយកាត់ឯងត្រូវបានបណ្ដេញចេញពីការងារហើយក៏បានកាត់មកដល់វិមាន Blender ម៉ាក់របស់ដេមៀនក៏បានហៅ Fedo ក៏បានអោននិងបាននិយាយថាបាទអ្នកស្រី Fedo ក៏បាននិយាយខ្ញុំយល់ពីបំណងរបស់អ្នកតែអ្នកបានធ្វើហួសពីព្រំដែនហើយ Fedo ក៏បានដឹងកំហុសរបស់ខ្លួនខ្ញុំសូមអភ័យទោសអ្នកស្រីពេលនោះខ្ញុំគិតមិនបានដិតដល់ខ្ញុំនឹងទទួលយកការដាក់ទរណកម្មទាំងឡាយចំពោះរឿងនេះម៉ាក់របស់ដេមៀនបានបន្តនិយាយទៀតថាជាយ៉ាងណាក៏ដោយខ្ញុំឮមកថាអាស្ទ័របានប្រកួតសាកល្បងជាមួយពួកអ្នកហាត់ការហើយមានរឿងអ្វីកើតឡើងតើដេមៀនបានជួយគេមែនទេហេដូក៏បានឆ្លើយតបអត់ទេគ្រាន់តែថាគេមានដងពូកែអស្ចារ្យខ្លាំងណាស់ហើយការនិយាយរបស់គាត់នេះដូចជាសរសើរទៅអាស្ទ័ររបស់យើងអញ្ចឹងរួចមកគាត់ក៏បានភ្ញាក់ខ្លួនមកវិញនិងបាននិយាយអូខ្ញុំសុំទោសតែអ្នកស្រីចាំរឿងដែលខ្ញុំបាននិយាយអំពីក្របបែកម៉ាណារបស់គេដែរទេគេក៏បានប្រើវានៅក្នុងការប្រកួតនោះដែរទោះជាយ៉ាងណាក៏ដោយគេបានបំរួមក្របបែបនោះដល់ទៅ4ឬ5ដងដើម្បីបង្កើតកម្លាំងរបស់វានោះមានន័យថាគេពិតជាជំនាញខ្លាំងណាស់ក្នុងការគ្រប់គ្រងម៉ាណាម៉ាក់របស់ដេមៀនបានកាត់ខ្ញុំខំធ្វើមុខស្មើធម្មតាទេប៉ុន្តែបាននិយាយតាមត្រង់ទៅទស្សនវិជ្ជាពេលនោះពិតជាអស្ចារ្យមិនគួរឲ្យជឿទាល់តែសោះគេអាចទប់ទល់ជាមួយអ្នកហាត់ការ5នាក់ហើយថែមទាំងឈ្នះទៀតផងធ្វើវាបានដោយប្រើក្របម៉ាណាត្រឹមតែមួយគ្រាប់ទេសូម្បីតែអ្នកវេទមន្តកម្រិតខ្ពស់ក៏ពិបាកនឹងគ្រប់គ្រងម៉ាណាផ្ទាល់ដែររបស់ដេមៀនក៏បានសួរទៅហ្វេដូថាគេព្រមទទួលសំណើធ្វើជាអ្នកបន្តវេនរបស់អ្នកដែរឬទេហ្វេដូបានស្ទាក់ស្ទើរនឹងឆ្លើយគឺគេនៅតែដាច់អហង្ការបដិសេធដដែលបាទរបស់ដេមៀនឬដូច្នេះហើយបាននិយាយថាគួរចាប់អារម្មណ៍ណាស់និងបានចាប់កែវទឹកលើកឡើងបានគិតក្នុងចិត្តទៀតថាមើលទៅខ្ញុំត្រូវវិតម្លៃលើខ្លួនអាស្ទ័រសារជាថ្មីហើយគាត់ក៏បានប្រាប់ហ្វេដូឲ្យហៅអាស្ទ័រមកទីនេះអាស្ទ័រក៏បានមកដល់របស់ដេមៀនក៏បានហៅអាស្ទ័រចូលមកក្នុងហើយគាត់អង្គុយចុះហើយក៏ឃើញដេមៀននៅក្នុងបន្ទប់នោះផងដែរអាស្ទ័រក៏បានអង្គុយចុះនិងបានសួរថាខ្ញុំឮថាអ្នកស្រីចង់ជួបខ្ញុំរបស់ដេមៀនក៏បានឆ្លើយតបពិតមែនហើយរួចគាត់ក៏បានហត់ប្រអប់មួយទៅឲ្យអាស្ទ័រក៏ដូច្នេះហើយរៀងឆ្ងល់បន្តិចផងដែរដេមៀនក៏បាននិយាយខ្ញុំឮថាហ្វេដូបានសន្យានឹងផ្ដល់រង្វាន់ឲ្យឯងអាស្ទ័រក៏បានចងចាំវិញថាអូពិតមែនហើយគាត់ក៏បានកាត់ដល់ពេលហ្វេដូនិយាយ1នាទី
ប្រសិនបើឯងអាចទប់ទល់បាន60វិនាទីខ្ញុំនឹងផ្ដល់រង្វាន់ឲ្យខ្ញុំមិននឹកស្មានថាអ្នកស្រីរៀបចំវាបានលឿនបែបនេះសោះហើយថែមទាំងបានរៀបចំដោយផ្ទាល់ដៃទៀតដែលមានក៏បាននិយាយឡើងឯងអាចបើកវាបានហើយស្ទើក៏បានចាប់ផ្ដើមបើកប្រអប់នោះបានបើកមើលនឹងបានឃើញពន្លឺមាសចេញពីក្នុងនោះវ៉ាវនេះជាថ្នាំទឹកកម្រិតខ្ពស់តើសូម្បីតែនៅក្នុងតំបន់ Blender ក៏ដោយក៏ថ្នាំនេះត្រូវបានផ្ដល់ជូនតែសមាជិកថ្មីដែលទើបនឹងចូលរួមជាក្រុមអ្នកវេទមន្តដ៏អស្ចារ្យទាំង5តែប៉ុណ្ណោះ Master បានគិតក្នុងចិត្តខ្ញុំមិនដឹងថាគួរឲ្យមានអារម្មណ៍បែបណាជាមួយរឿងនេះទេជាទូទៅទឹកចិត្តល្អគឺត្រឹមតែការផ្ដល់អាហារមួយពេលប៉ុណ្ណោះមិនមានអ្វីលើសពីនេះឡើយកាដូតែងតែមានបង្កប់លក្ខណៈនៅពីក្រោយបីតែការភ្នាល់គ្នាក៏គួរតែត្រឹមតែថ្នាំទឹកកម្រិតមធ្យមទើបសមហេតុផលតែនេះដល់ថ្នាក់ថ្នាំទឹកកម្រិតខ្ពស់ឯណោះរបស់នាមានក៏បាននិយាយទៅកាន់ Aster ថាយកទៅចំមិនចាំបាច់គិតច្រើនពេកទេឯងបានជួយដេមាននៅតំបន់ព្រំដែននៃពន្លឺនឹងស្រមោលហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះចុះទទួលយកវាទុកជាពាក្យសុំទោសចំពោះរឿងរ៉ាវដែលពួកយើងបានបង្កឡើងដាក់ឯងនៅថ្ងៃនេះចុះដែលមានក៏បាននិយាយបើខ្ញុំទទួលយករបស់នេះតើមានន័យថាខ្ញុំត្រូវចូលរួមជាមួយត្រកូល Blender ដែរមែនទេរបស់ដែលមានក៏បានឆ្លើយតបមិនមែនតតែសោះ Master បាននិយាយទៀតថាឬមួយក៏មានដាក់ថ្នាំពុលនៅក្នុងនឹងរបស់ដែលមានបានឆ្លើយតបទាំងហួសចិត្តថាខ្ញុំមិនដែលធ្វើរឿងបែបហ្នឹងឡើយ Master សួរទៀតថាតើពិតជាគ្មានលក្ខខណ្ឌកំបាំងឬការទាមទារអ្វីពិតមែនឬមានលក្ខខណ្ឌភ្ជាប់មកជាមួយទេមែនទេរបស់ដែលមានក៏បានឆ្លើយពិតជាមិនមានទេសូមកុំបារម្ភអីឯងអាចទទួលយកវាដោយសេរីបាន Master លើដូច្នេះហើយក៏បាននិយាយអរគុណ Master មើលទៅកាដូរបស់ខ្លួនទើបតែទទួលបាននោះក៏បានគិតក្នុងចិត្តល្អណាស់នេះជាកាដូដែលនឹកស្មានមិនដល់សោះរបស់នាមានក៏បាននិយាយឡើងថានិយាយពីរឿងមួយផ្សេងទៀតខ្ញុំចង់ផ្ដល់សំណើមួយដល់ឯង Aster លើដូច្នេះហើយក៏បានគិតខ្ញុំដឹងបាត់ទៅហើយម៉ាក់ដែលមានក៏បានដាក់ក្តីលើក្បាលរបស់កូនគាត់បាននិយាយឡើងAster ខ្ញុំរីករាយនឹងទុកកន្លែងមួយសម្រាប់ឯងនៅសាលាតើឯងចង់ចូលសាលារៀនជាមួយដេមៀនដែរឬទេតាមពិតទៅដេមៀនត្រូវចាប់ផ្ដើមចូលរៀននៅសាលាតាំងពីឆ្នាំមុនមកម្ល៉េះប៉ុន្តែគេបានប្រឆាំងយ៉ាងដាច់អហង្ការទៅពួកយើងពជាពេលចូលរៀនរបស់គេរហូតមកដល់ឆ្នាំនេះទោះជាយ៉ាងណាខ្ញុំមិននឹកស្មានថាគេហ៊ានដល់ថ្នាក់រត់ចេញពីផ្ទះសោះហេតុនេះហើយទើបខ្ញុំមកសួរឯងព្រោះមើលទៅដេមៀនហាក់ដូចជាចូលចិត្តនឹងស្និទ្ធស្នាលជាមួយឯងខ្លាំងណាស់ដេមៀនក៏បាននិយាយឡើងមែនហើយខ្ញុំនឹងទៅប្រសិនបើជាខ្ញុំទៅជាមួយ Aster បានកាត់និយាយតាមត្រង់ទៅខ្ញុំយកអារម្មណ៍នេះរឿងនេះប្រកាសជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អៀកាហើយអៀកានេះគឺជាឈ្មោះរបស់ម៉ាក់ដេមៀនប្រសិនបើនេះបង្ខំឲ្យដេមៀនចូលរៀននៅសាលាគេអាចនឹងរត់ចេញពីផ្ទះម្ដងទៀតជាមិនខានប៉ុន្តែវាមិនមានវិធីច្បាស់លាស់ណាមួយដើម្បីកែប្រែចិត្តរបស់ដេមៀនឡើយហើយណាមួយវិញវាក៏មិនមែនជារឿងអាក្រក់សម្រាប់ខ្ញុំដែរសាលារៀនមិនមែនជាកន្លែងអាក្រក់សម្រាប់ខ្ញុំនោះទេនៅក្នុងពិភពលោកដែលដំណើរការទៅដោយខ្សែស្រឡាយឈាមទំនាក់ទំនងនឹងខ្សែបណ្ដាញសាលារៀនបែបនេះវាជាឱកាសដ៏ល្អមួយប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចជាកំពុងត្រូវគេដាក់ខ្សែតោងកនៅពេល Aster គិតរួចហើយក៏បាននិយាយប្រាប់ទៅម៉ាក់ដែលមានថាតើខ្ញុំគិតមើលសិនចុះរបស់នៃមានក៏បានយកព្រមមិនអីទេប្រាប់ខ្ញុំផងពេលដែលឯងសម្រេចចិត្តរួចរាល់ដែលមានក៏បានសួរទៅ Aster ថាតាមពិតខ្ញុំក៏មានសំណួរមួយទៀតចង់សួរដែរហើយអ្វីបានជាឯងបដិសេធសំណើរបស់ Fedo ក្នុងការជាអ្នកបន្តវេនរបស់គាត់ Aster លើដូច្នេះហើយគាត់ក៏បានងាកទៅមើលទ្វារបន្តិចដែរមកគាត់បានញញឹមឡើងនឹងនិយាយថាគឺអ្នកក៏ដឹងស្រាប់ហើយថាចង្គង់របស់ខ្ញុំមានតម្លៃណាស់និយាយលើចង្គង់សំពះគ្រូផ្ដេសផ្ដាស់ទេម៉ាក់ដេមៀនលើដូច្នេះហើយគឺគាត់សឹងតែមិនជឿណែឯ Fedo វិញបានលួចស្ដាប់ការសន្ទនារបស់ម៉ាក់ដេមៀននិង Aster ហើយគាត់ក៏បានលើកការសន្ទនាមួយនោះផងដែរគុណអ្នកគ្នាសម្រាប់ការទស្សនាវីដេអូនេះដល់ចប់យកនេះរៀងខ្លីជាងរាល់ដងជួយ like comment ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំ